កម្លាំងកម្ពុជាមិនបានបង្កហេតុណាមួយដែលរំលោភបំពានបទឈប់បាញ់ដោយការលើកឡើងរបស់ភាគីថៃឡើយក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថានៅព្រឹកថ្ងៃទី25ខែកញ្ញាឆ្នាំ2025មានផែនផ្លូវការរបស់កងទ័ពជើងគោកថៃនិងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថាកម្ពុជាជាបង្កហេតុពេញមួយយប់នៅតំបន់យោធាភូមិភាគ2ដោយលឺសំឡេងកាំភ្លើងសំឡេងផ្ទុះក្របបែករកឃើញការចូលចិត្តលួចបន្លាហើយការបាញ់ដើម្បីពិនិត្យមើលរយៈពេលចម្ងាយលោកជំទាវឧត្តមសេនីយ៍ម៉ាលីសុកជីតាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបំភ្លឺថាកងកម្លាំងកម្ពុជាមិនបានបង្កលោកស្រីបន្តថាកងកម្លាំងរបស់កម្ពុជាសូមបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងពេញលេញចំពោះការគោរពនិងអនុវត្តបទកិច្ចព្រមព្រៀងនៃការបត់ជប់បាញ់រវាងយោធាកម្ពុជានិងយោធាថៃបានយ៉ាងបត់មាន់និងភ្ជាប់ជួនបំផុតជាមួយនឹងស្មារតីនៃការបដិញ្ញាចិត្តក្នុងការសហការគ្នានៅលើគ្រប់កិច្ចការកម្ពុជាតែងតែរក្សានៅកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាក្នុងនោះផងដែរក្នុងទំនាក់ទំនងរវាងកម្ពុជាថៃនៅជួរមុខគឺបានធ្វើជាការរួមគ្នាយល់ជាប្រចាំតាមរយៈការផ្ដល់ព័ត៌មានការបញ្ជាក់គ្នាទៅវិញទៅមកដើម្បីជៀសវាងការភ័ន្តច្រឡំឬការបង្កើតភាពតានតឹងណាមួយដែលមិនចាំបាច់